សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំរតនាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរឿងមួយប្រភេទដែលមានចំណងជើងថា Five Feet Apart គឺជាប្រភេទចំណងជើងរឿងដែលមានអត្ថន័យតាក់ទងជាមួយនឹងក្មេងរៀននៅវិទ្យាល័យដែលគាត់មានបញ្ហាជំងឺសួតហើយគាត់មានស្នេហានៅពេលដែលគាត់ទៅព្យាបាលនៅឯមន្ទីរពេទ្យហើយបងប្អូនចង់ដឹងថាស្នេហារបស់ពួកគាត់នៅក្នុងមន្ទីរពេទ្យមានផលប៉ះពាល់ហើយនឹងមានការរំខានអ្វីខ្លះតាក់ទងជាមួយសុខភាពអញ្ចឹងបងប្អូនអាចតាមដានជាមួយខ្ញុំទាំងអស់គ្នា Stella គឺជាសិស្សសាលានៅឯវិទ្យាល័យហើយថ្ងៃមួយ Stella មានជំងឺក្តៅខ្លួនហើយនឹងឈឺបំពង់កនាងបានទៅមន្ទីរពេទ្យរកវិនិច្ឆ័យទៅឃើញថា Stella គឺមានជំងឺប្រភេទ Cystic Fibrosis តាំងពីនាងមានអាយុ6ឆ្នាំហើយជំងឺនេះបានគំរាមកំហែងទៅដល់អាយុជីវិតនាងហើយ Stella នាងបានព្យាយាមក្នុងការព្យាបាលហើយនឹងថែទាំសុខភាពតាមតែពេទ្យកំណត់ Stella មានមិត្តភក្តិម្នាក់ឈ្មោះថាបូហើយ Stella បានជួបខ្ញុំនៅឯជាន់ជាមួយគ្នាខ្ញុំគឺជាអ្នកជំងឺថ្មីដែលមានជំងឺដូច Stella ដែរជំងឺប្រភេទ Cystic Fibrosis ហើយជំងឺខ្ញុំគឺជាប្រភេទជំងឺធ្ងន់ធ្ងរដែលជាជំងឺមួយដែលស្ទើរតែស្លាប់ហើយខ្ញុំបានមកព្យាបាលជាអ្នកជំងឺថ្មីហើយ Stella នាងបានឃើញខ្ញុំលើកដំបូងនាងចាប់ចិត្តហើយនាងព្យាយាមក្នុងការរារាំងខ្លួនឯងអត់ឲ្យមកចិត្តខ្ញុំដោយសារតែខ្ញុំមានជំងឺដូច Stella ដែរហើយជំងឺពួកខ្ញុំនេះគឺជាប្រភេទជំងឺម្យ៉ាងដែលឆ្លងតាមចរន្តខ្យល់នៅពេលដែលពួកយើងពីរនាក់នៅក្បែរគ្នាគឺជាហានិភ័យអាចនឹងធ្វើឲ្យបាក់តេរីឆ្លងតាមចរន្តខ្យល់អញ្ចឹងហើយបានពួកខ្ញុំព្យាយាមក្នុងការនៅឆ្ងាយពីគ្នាហើយខ្វះតែ2អាទិត្យទៀតខ្ញុំមានអាយុ18ឆ្នាំហើយខ្ញុំមានកម្រងថាឈប់ព្យាបាលហើយចង់យកពេលវេលាបន្តិចហ្នឹងដើម្បីទៅដើរលេងបន្ទាប់ពីខ្ញុំបានស្គាល់ Stella មកនាងបានបញ្យល់ខ្ញុំអំពីការប្រើប្រាស់ថ្នាំលេបហើយអំពីការព្យាបាលជំងឺនេះហើយពួកយើងបានព្យាយាមក្នុងការព្យាបាលជំងឺនេះដើម្បីឲ្យជំងឺនេះវារឹតតែប្រសើរឡើងពេលមួយនោះខ្ញុំបានសួរ Stella អំពីប្អូនស្រីនាងដែលបានស្លាប់ហើយពេលហ្នឹងខ្ញុំសួរហើយសួរទៀតសួររហូតដល់ Stella នាងខឹងហើយនាងមិនចង់បកស្រាយអំពីរឿងនេះដោយសារតែនាងអត់ចង់រំលឹកពីអតីតកាលដែលនាងបាត់បង់ប្អូនស្រីនាងហើយ Stella ពេលកាត់លើកនេះនាងអត់មានប្អូនស្រីដែលមកលើកទឹកចិត្តទេអញ្ចឹងហើយខ្ញុំចង់ធ្វើជាមនុស្សម្នាក់ដើម្បីទៅលើកទឹកចិត្តនាងដោយខ្ញុំបានបន្លំខ្លួនធ្វើជាគ្រូពេទ្យហើយចូលទៅបន្ទប់វះកាត់ពេលនោះ Stella នាងឃើញខ្ញុំហើយនាងរត់តែស្រឡាញ់ខ្ញុំលើសដើមដោយសារតែខ្ញុំទៅលើកទឹកចិត្តនាងហើយធ្វើឲ្យនាងមានអារម្មណ៍ថានាងត្រូវតែជំនះគ្រប់ឧបសគ្គដែលនាងប្រឈមមុខហើយពេលដែលខ្ញុំចេញមកវិញគឺត្រូវបានគ្រូពេទ្យចាប់បានគាត់ថាបើសិនជាខ្ញុំព្យាយាមក្នុងការទៅចិត្ត Stella ទៀតនោះ Stella នឹងស្លាប់ថ្ងៃស្អែកគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំដែលខ្ញុំមានអាយុ18ឆ្នាំ Stella នាងមានកម្រងចង់ surprise ខ្ញុំនៅឯហាងកាហ្វេមួយដែលនៅក្នុងមន្ទីរពេទ្យពេលនោះនាងបាន surprise ខ្ញុំជាមួយនឹងមិត្តភក្តិនាងហើយកម្មវិធីក៏ជិតចប់ដែរហើយពេលនោះត្រូវបានពេទ្យមកដល់តន់ហើយគាត់ថាបញ្ឈប់កម្មវិធីនេះដោយសារតែគាត់ចង់ឲ្យពួកខ្ញុំផ្ដោតលើការព្យាបាលជំងឺហើយខ្ញុំ Stella បូក៏បានទៅបន្ទប់រៀងៗខ្លួនហើយយប់នោះបូត្រូវបានស្លាប់ភ្លាមដោយសារតែជំងឺរបស់គាត់ធ្ងន់ធ្ងរហើយខ្ញុំនិង Stella មានអារម្មណ៍សោកសៅនៅពេលដែលឮអ្នកជំងឺម្នាក់ដែលមានជំងឺដូចគ្នាត្រូវបានស្លាប់ពេលនោះខ្ញុំសម្រេចចិត្តថាខ្ញុំឈប់ព្យាបាលហើយខ្ញុំវិលត្រឡប់ទៅវិញហើយ Stella នាងបានមកតាមខ្ញុំមកដល់ជាន់ខាងក្រោមហើយនាងប្រាប់ថាឲ្យខ្ញុំមកចេញមកខាងក្រៅដើម្បីដើរលេងជុំវិញមន្ទីរពេទ្យហើយជុំវិញមន្ទីរពេទ្យនោះគឺមានអាកាសធាតុចុះត្រជាក់ហើយធ្លាក់ព្រើហើយចាក់ស្ដែងជំងឺពួកខ្ញុំវាជាជំងឺមួយដែលខ្យល់ដង្ហើមខ្សោយហើយប៉ះពាល់ទៅដល់សួតអញ្ចឹងអាកាសធាតុត្រជាក់វារំខានទៅដល់សុខភាព
ហើយពួកយើងក៏លែងខ្វល់ដែរតើតើជាមួយការព្យាបាលយើងសម្រេចចិត្តថាប្រឈប់ក្នុងការព្យាបាលជំងឺនេះពេលនោះខ្ញុំបានសម្រេចចិត្តថាខ្ញុំប្រាប់សាឡាថាខ្ញុំស្រឡាញ់នាងហើយខ្ញុំបានអោបនាងកន្លែងនេះឯងដែលធ្វើឲ្យពួកយើងដាច់ការដែលកម្រិតពីគ្នាគឺយើងនៅចិត្តគ្នាអញ្ចឹងមានន័យថាអ្វីគ្រប់យ៉ាងគឺវាលែងជាលក្ខខណ្ឌក៏លែងជាបញ្ហាដែរដែលយើងប៉ះពាល់គ្នាវាជារឿងមួយថាយើងបំពេញហើយពេលនោះ Stella នាងទទួលអានសារថានាងត្រូវផ្លាស់ប្ដូរសួរថ្មីហើយនាងបានលាក់ខ្ញុំហើយពេលនោះខ្ញុំក៏ទទួលអានសារដែរថាខ្ញុំត្រូវការបដូរសួរថ្មីដែរហើយខ្ញុំក៏ប្រាប់ Stella ហើយយើងថាយើងត្រូវតែទៅព្យាបាលតែពេលនោះ Stella អត់ព្រមទេវាប្រកែកហើយបន្ទាប់មកខ្ញុំឲ្យ Stella បានដើរទៅដល់ស្ពានមួយហើយខ្ញុំបានប្រាប់នាងថាយើងត្រូវព្យាបាលតែនាងប្រកែករហូតដល់នាងឡើងទៅអង្គុយលើប្រកាន់ដៃត្រូវបានធ្លាក់ចុះមកខាងក្រោមហើយពេលនោះខ្ញុំទៅជួយនាងដែរតែជាក់ស្ដែងនាងបានធ្លាក់ចូលទៅក្នុងទឹកបាត់ហើយជាក់ស្ដែងទឹកហ្នឹងវាជាប្រភេទទឹកកកទៀតហើយអ្វីដែលខ្ញុំជួយបានគឺបានតែត្រឹមសង្គ្រោះបឋមហើយពេលនោះគឺនាងដឹងខ្លួនតែខ្ញុំត្រូវបានស្លាប់បាត់ហើយពេលដែលពួកយើងដឹងខ្លួនវិញគឺពួកយើងនៅក្នុងមន្ទីរពេទ្យនៅគ្រប់គ្នាតែដឹងថានៅពេលដែលឆ្លាញ់អ្វីមួយត្រូវតែរៀនយល់អំពីវាហើយខ្ញុំក៏មិនចង់ឲ្យមនុស្សដែលខ្ញុំឆ្លាញ់ត្រូវបាត់បង់អាយុជីវិតដោយសារខ្ញុំដែរ I'm sorry I want it to be with you I can't I love you so much សិភៅរឿង Five Feet Apart នេះបានផ្ដល់នូវតម្លៃអប់រំនិងតម្លៃសិក្សាអំពីតន្ត្រីស្នេហាហើយស្នេហារបស់ពួកគាត់ទាំងពីរនាក់នេះគឺជាស្នេហាបែប boundary គឺជាស្នេហាមួយដែលមានដែនកំណត់និងមានលក្ខខណ្ឌហើយ Stella នាងតែងតែទាមទារស្នើសុំឲ្យ Will នៅឆ្ងាយពីនាង5 feet ហើយមិនឲ្យសួរនាំអំពីរឿងប្អូននាងដែលបានស្លាប់ហើយអ្វីដែលនាងស្នើសុំទៅមនុស្សដែលនាងស្រឡាញ់គឺ Will បានបំពេញនៅចំណុចដែលនាងស្នើសុំឲ្យបែរជាធ្វើឲ្យនាងប៉ះពាល់ផ្លូវចិត្តហើយនឹងធ្វើឲ្យនាងនឹងប៉ះពាល់ដល់សុខភាពទៀតហើយចំណុចទី2តើតើជាមួយនឹងពេលវេលាថងចំណុចមួយដែលគ្រូពេទ្យគាត់ប្រាប់ថាពីអ្នកឯងហ្នឹងកំពុងតែធ្វើឲ្យគាត់បាត់បង់ពេលវេលាហើយត្រង់ថាពីអ្នកគាត់ហ្នឹងមានស្នេហាហើយគាត់បង្កបញ្ហាក្នុងមន្ទីរពេទ្យហើយធ្វើឲ្យគ្រូពេទ្យហ្នឹងតាមដានពួកគាត់ទាំងដែលពួកគាត់ហត់ទឹកខាងក្រៅហើយពួកគាត់ហ្នឹងធ្វើអីប្រេះផ្ដាស់តែពេលវេលាទាំងអស់ហ្នឹងគួរណាដែលទុកពេលវេលាឲ្យគ្រូពេទ្យហ្នឹងគាត់យកពេលវេលាហ្នឹងទៅមើលថែអ្នកជំងឺដទៃទៀតតែអ្នកដទៃទៀតហ្នឹងគេត្រូវការពេទ្យដើម្បីព្យាបាលហើយចំណុចទី3តើតើជាមួយនឹងសិស្សសាលានៅវិទ្យាល័យដែលពួកគាត់មានស្នេហានៅក្នុងការសិក្សាពួកគាត់មានស្នេហានៅក្នុងការសិក្សាខ្ញុំគិតថាសាច់រឿងពួកគាត់ក៏ដូចក្នុងសាច់រឿងនេះដែរទី1ពួកគាត់អត់ប្រឹងរៀនទី2ពួកគាត់មានស្នេហាគាត់ចង់ជួបគ្នាទី3ពួកគាត់ធ្វើអីប្រេះផ្ដាស់ទី4គាត់មិនស្ដាប់គ្រូបង្រៀនមិនស្ដាប់គ្រូបញ្ចូលអញ្ចឹងត្រង់ចំណុចនេះឲ្យបកមកមើលក្នុងសភៅរឿងនេះវិញសភៅរឿងនេះដូចគ្នាពួកគាត់អត់ប្រឹងព្យាបាលជំងឺពួកគាត់ណាត់ជួបគ្នាពួកគាត់ចង់នៅក្បែរគ្នាទាំងតែពួកគាត់នឹងមានបញ្ហាសុខភាពអាចនឹងឆ្លងជំងឺទៅវិញទៅមកហើយទី3នោះគាត់អត់ស្ដាប់នៅបទបញ្ជាគ្រូពេទ្យទេហើយទី4នោះគាត់បង្កបញ្ហានៅក្នុងមន្ទីរពេទ្យចុងក្រោយសាច់រឿងហ្នឹងគេចង់ឲ្យយើងឃើញថាការដែលយើងមានស្នេហានៅពេលដែលនៅកលៈទេសៈមួយដែលអត់ល្អនៅវ័យសិក្សានៅពេលយើងមានជំងឺវាគឺជាបញ្ហាមួយដែលស្នេហាវារារាំងវានៅខាងមុខធ្វើឲ្យយើងនឹងពិបាកក្នុងការបដោតនៅលើរឿងមួយទៀតដូចជាការសិក្សាការព្យាបាលជំងឺអាហ្នឹងរឿងឯសំខាន់ជាងការដែលយើងមានស្នេហាហើយនៅក្នុងសភៅហ្នឹងមានតម្លៃអប់រំជាច្រើនទៀតតែខ្ញុំលើកឡើងតែ3ចំណុចហ្នឹងដែលខ្ញុំគិតថា3ចំណុចហ្នឹងខ្ញុំមើលទៅវាជាប់នៅក្នុងអារម្មណ៍ច្រើនជាងណាអញ្ចឹងខ្ញុំគិតថាបើក្មេងៗឬមួយក៏
អ្នកណាឲ្យគាត់គិតថាសភៅនេះមានអត្ថន័យមានតម្លៃសម្រាប់ពួកគាត់អាចចូលទៅអានឬមួយក៏គាត់អាចមើលនៅក្នុង YouTube បានបាយបាយ